បាទជម្រាបសួរបងប្អូនទាំងអស់គ្នាពីបាទក្រុងបាត់ដំបងថ្ងៃនេះផងដែរគឺរឿងចម្លែកមែនទែនបងប្អូននៅក្នុងក្រុងបាត់ដំបងណាដោយសារតែបញ្ហាដែលដើមឈើងាប់នៅមុខបាទសាលាខេត្តហ្នឹងដើមកគីនេះបងប្អូននេះគឺវាងាប់រហូតទៅដល់5ដើមហើយមានសំណួរចោទជាច្រើនដែលពលរដ្ឋយើងឆ្ងល់ចង់សួរទៅបាទខាងអាជ្ញាធរពាក់ព័ន្ធណាឥឡូវយើងទៅមើលទាំងអស់គ្នាសិនអត់តន់ហ៊ានថាទេបងប្អូននេះមុខសាលាខេត្តបាទនេះដើមឈើនេះបងប្អូននេះដើមកគីនេះដើមនេះគឺជាផ្នែកមួយដែលតាក់ទាញបាទភ្ញៀវទេសចរក៏ដូចជាធម្មជាតិដែលត្រជាក់មែនទេនៅមុខសាលាខេត្តនេះណាប៉ុន្តែចម្លែកអីដើមឈើមុខបុរីងាប់រហូតដល់5ដើមហើយពលរដ្ឋដែលគាត់សួរគឺគាត់សួរថាហេតុអីបានងាប់តែនៅមុខបុរីនឹង5ដើមនឹងវាចៃដន្យពេកហ៎បងប្អូនហ្នឹងអញ្ចឹងខ្ញុំក៏អត់មានសំណួរអីឬក៏ចម្លើយអីដែរដែលត្រូវបកស្រាយដូចគ្នាខ្ញុំក៏ឆ្ងល់ដូចគ្នាដែរបងប្អូនបាទនេះមើលហើយចៃដន្យអីមកងាប់នៅមុខបុរីនឹងរហូតដល់5ដើមណាអញ្ចឹងគេក៏បានចោទសួរដែរខ្ញុំអត់ដឹងយ៉ាងម៉េចដែរបងប្អូនហ្នឹងហើយមើលវាពិតជាគួរឲ្យស្ដាយណាដូចថារបស់ធម្មជាតិមិនងាយណាមើលងាប់5ដើមបងប្អូនមកជួរហ្នឹងហ្មងនេះ1 2 3 4 5 6 7មើលចៃដន្យហ្នឹងបងប្អូនមកស្មើបុរីនឹងបដ ாய் ដើមងាប់ឥឡូវបងប្អូនបើសិនជាបងប្អូនវិញបងប្អូនមានយោបល់យ៉ាងណាដែរបើសម្រាប់ខ្ញុំគ្មានយោបល់ទេបងប្អូនអត់ហ៊ានថាអត់ហ៊ានបច្ចេកយោបល់ដោយសារតែវាចៃដន្យពេកអញ្ចឹងណាមើលចំបុរីនឹងតែម្ដងហើយអាផ្សេងអត់អីទេផ្សេងនៅភ្លឹងទាំងអស់ហ្មងហើយដើមកគីគេថាអាយុវាវែងណាបងប្អូនមិនងាយទេដើមប៉ុណ្ណេះមិនជាអាយុច្រើនទេនេះហើយបុរីនេះគេចិត្តធ្វើរួចរាល់ដែរហើយបុរីបាទវិឡាហ្មងបងប្អូនភូមិគ្រឹះគេនេះនៅចំពីមុខសាលាខេត្តបាទហើយយើងមើលចេះទៅគឺថាដើមឈើនឹងតាក់ទាញមែនទែនតែនេះហើយគឺថាមកលុបត្រជាក់ជាងគេណាហើយខាងនេះកន្លែងបុរីនេះផងដែរគឺជាប៉ាស៊ីនទឹកចាស់បងប្អូនប៉ាស៊ីនទឹកដែលលើកមុនគេមកលេងទឹកលេងអីនៅហ្នឹងណាប៉ាស៊ីនទឹកចាស់នៅនេះបាទខាងនេះឥឡូវគេធ្វើបុរីខាងនោះបាយទៅស្ទឹងខាងនេះបាយមកសាលាខេត្តអញ្ចឹងគឺថាកន្លែងដែលដូចថាត្រូវប៉ាន់ណាបងប្អូនហើយខាងនេះសាលាខេត្តបដ ாய் នេះសាលាខេត្តបាត់ដំបងហើយខាងនោះគេកំពុងតែរៀបចំសួនដើម្បីធ្វើជាសួនថ្មីសម្រាប់បាទឆ្លងនៅថ្ងៃចូលឆ្នាំខ្មែរយើងអីចឹងណាបងប្អូននេះអញ្ចឹងខ្ញុំក៏អត់មានចម្លើយដែរបាទខ្ញុំឆ្ងល់ដូចគ្នាដែរនេះដើមឈើមើលហើយចំតែកន្លែងបុរីនឹងឯងងាប់មើលនេះកន្លែងប៉ាស៊ីនទឹកចាស់បងប្អូនទីតាំងនេះហើយកន្លែងលើកមុនគេបន្ទាប់ពីការខៃពីប៉ាស៊ីនទឹកចាស់មកគេធ្វើជាកន្លែងស៊ីការស៊ីអីចឹងទៅតែពេលឥឡូវគេដូរទៀតហើយគេដូរទៅជាកន្លែងធ្វើពីផ្ទះល្វែងបងប្អូនហើយផ្លូវនេះយើងទៅត្រង់ទៅខាងបុផាទឹកទៅខាងផ្សារលើអីចឹងទៅបាទស្ដាយបងប្អូនដោយសារតែដើមឈើយើងកំពុងតែត្រូវការមែនទែនដល់ពេលវាងាប់អស់អញ្ចឹងវាពិបាកនេះជាបុរីដែរបងប្អូនសិតតែឈរជើងចោលទាំងអស់បុរីខ្លះក៏ត្រូវប៉ាន់ទៅខ្លះក៏អត់ទៅនេះគឺនៅខាងផ្សារលើបាទឯនេះចង់នាំបងប្អូនទាំងអស់គ្នាមកទស្សនាតាមបាទផ្សារលើក៏ដូចជាតំបន់បាទនៅមុខសាលាខេត្តហ្នឹងខ្ញុំឆ្ងល់ក៏ជិះមកថតចែកជូនបងប្អូនទាំងអស់គ្នាទស្សនាហើយផ្សារលើនេះបើថាព្រឹកឡើងយើងមិនអាចជិះឆ្លងកាត់សឹងតែមិនបានដោយសារតែមនុស្សដូចថាអ្នកលក់ក៏មកលក់ច្រើននោះព្រឹកចេះមានត្រីតាអោនទៀតនេះត្រីតាអោនច្រើនត្រីតាអោនត្រីកែសដូងខ្ទិះចាប់ដើមមានដូងខ្ទិះនេះមកត្រីអូសម្បូរមែនទែនអ៊ូអផ្សារលើឥឡូវអ៊ូអមែនទែនមើលលក់តាមនឹងហូហាយចឹងទៅហើយផ្លែកភ្នែកគេថាគាត់លក់នៅមាត់ស្ទឹងណាបងប្អូនស្ទះបាត់ហើយស្ទះនៅក្នុងផ្សារ
khá đi men xoay thay này bông bông này cái xoay thay skill với xoay nó ngành nhá bây giờ chắc tao về phải em hơi từ ngôi nếu bờ khan này vẫn cho vô tray vào nè